ជំរាបសួរពុកម៉ែមីងអ៊ំបងប្រុសបងស្រីទាំងក្នុងស្រុកទាំងក្រៅស្រុកជាទីស្រឡាញ់ជាទីគោរពជាទីរាប់អានថ្ងៃនេះខ្ញុំបានពំនាំយកគាថាមួយទៀតហើយដើម្បីមកបង្ហាញបង្ហាត់បង្រៀនពុកម៉ែមីងអ៊ំបងប្រុសបងស្រីទាំងអស់គ្នាមុននឹងចូលទៅដល់គាថាសូមពុកម៉ែមីងអ៊ំបងប្រុសបងស្រីជួយចុច like ជួយចុច subscribe ទៅលើវីដេអូនិង channel របស់ខ្ញុំបាទម្នាក់មួយផងដើម្បីជាការលើកទឹកចិត្តមកដល់ខ្ញុំបាទនិងជួយថែរក្សាវប្បធម៌មុនគាថារបស់ខ្មែរយើងថ្ងៃនេះខ្ញុំបាទបានពំនាំគាថាចម្រើនប្រជជនសម្រាប់គាថានេះគឺយើងប្រើសម្រាប់ឲ្យយើងរៀនទៅចេះរៀនទៅចាំបានល្អសម្រាប់ពុកម៉ែមីងអ៊ំបងប្រុសបងស្រីឬក៏ប្អូនប្រុសប្អូនស្រីដែលសិក្សារៀនសូត្រមិនសូវចាំមិនសូវចងចាំបានល្អពុកម៉ែមីងអ៊ំឬក៏ប្អូនប្រុសប្អូនស្រីអាចយកគាថានេះទៅប្រើប្រាស់បានសម្រាប់គាថានេះគឺយើងប្រើជីសូត្រដាក់ផ្លុំទៅដាក់ទៅលើទឹកឬក៏ផ្លុំទៅដាក់ខ្លួនពុកម៉ែមីងអ៊ំអាចសូត្របាន7ចប់ឬក៏12ចប់សូត្ររួចផ្លុំទៅលើទឹកខ្សែសូត្ររួចគឺយើងផ្លុំទៅលើទឹកហើយទឹកនោះយើងអាចផ្លុំទៅលើទឹកហើយយើងអាចយកមកមុជក៏បានពុកម៉ែមីងអ៊ំអាចយកទៅញ៉ាំក៏បានផឹកក៏បានហើយយកទៅលុបមុខក៏បានសម្រាប់គាថានេះបើសិនជាពុកម៉ែមីងអ៊ំបងប្រុសបងស្រីស្រឡាញ់ពុកម៉ែមីងអ៊ំបងប្រុសបងស្រីអាចកត់ទុកបានហើយឬក៏ចែករំលែកទៅដល់បងប្អូនឬក៏ក្មួយឲ្យដើម្បីឲ្យគាត់រៀនសូត្រឲ្យគាត់យកទៅប្រើប្រាស់បានមុននឹងចូលទៅដល់គាថាសូមពុកម៉ែមីងអ៊ំត្រូវសូត្រអ្នកមោ3ចប់សិនអញ្ចឹងយើងចូលសូត្រអ្នកមោទាំងអស់គ្នាអ្នកមោតាសភគវតោរហតោសម្មាសម្ពុទ្ធស្សៈអ្នកមោតាសភគវតោរហតោសម្មាសម្ពុទ្ធស្សៈអ្នកមោតាសភគវតោរហតោសម្មាសម្ពុទ្ធស្សៈនៅពេលដែលពុកម៉ែមីងអ៊ំបងប្រុសបងស្រីសូត្រអ្នកមោ3ចប់រួចពុកម៉ែមីងអ៊ំបងប្រុសបងស្រីទាំងអស់គ្នាត្រូវតែសូត្រគាថាអញ្ជើញគ្រូគាថាអញ្ជើញគ្រូនេះគឺជាគាថាអញ្ជើញគ្រូបាជាយឬក៏សម្ដេចព្រះគ្រូឬក៏គ្រូរបស់យើងដើម្បីមកសន្ធិដ្ឋនិងប្រោះព្រំជួយឲ្យយើងសូត្រមុនគាថាទៅខ្លាំងពូកែនិងមានឫទ្ធិអញ្ចឹងយើងចូលសូត្រគាថាអញ្ជើញគ្រូទាំងអស់គ្នាគាថានេះគឺយើងសូត្រ7ចប់ឧមៈអញ្ជើញគ្រូព្រះរាហូអាគ្នេយ៍ចាត់អារៈធំទាំង10000លោកធាតុជួយទប់ខ្នងនៃពពួកអញខ្ញុំស្វាហៈអញ្ចឹងម្ដងទៀតឧមៈអញ្ជើញគ្រូព្រះរាហូអាគ្នេយ៍ចាត់អារៈធំទាំង10000លោកធាតុមកជួយទប់ខ្នងនៃពពួកអញខ្ញុំស្វាហៈឧមៈអញ្ជើញគ្រូព្រះរាហូអាគ្នេយ៍ចាត់អារៈធំទាំង10000លោកធាតុមកជួយទប់ខ្នងនៃពពួកអញខ្ញុំស្វាហៈឧមៈអញ្ជើញគ្រូព្រះរាហូអាគ្នេយ៍ចាត់អារៈធំទាំង10000លោកធាតុមកជួយទប់ខ្នងនៃពពួកអញខ្ញុំស្វាហៈអញ្ចឹងនៅពេលដែលពុកម៉ែមីងអ៊ំសូត្រគាថាអញ្ជើញគ្រូរួចបានយើងចូលទៅដល់គាថារបស់យើងអញ្ចឹងយើងសូត្រគាថាទាំងអស់គ្នាអញ្ចឹងគាថានេះគឺគេខ្សែសូត្របែបនេះទុសៈមនិ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 ម្ដងទៀតទុសៈមនិអញ្ចឹងគាថានេះគឺយើងខ្សែសូត្រដាក់ទៅក្នុងទឹកឬក៏ផ្លុំដាក់ចូលក្នុងខ្លួនឬក៏ផ្លុំដាក់ខ្លួនឬក៏ផ្លុំដាក់ទឹកយើងអាចយកទឹកនឹងមកមុជក៏បានយកមកលុបមុខក៏បានយើងយកមកញ៉ាំក៏បានដែរអញ្ចឹងគាថាហ្នឹងគឺ
គឺគេប្រើបែបហ្នឹងអញ្ចឹងពុកម៉ែមីងបងប្អូនអាចរៀនសូត្រតាមបានណាជាចុងក្រោយខ្ញុំបាទសូមអរគុណពុកម៉ែមីងអ៊ំបងប្រុសបងស្រីដែលតែងតែគាំទ្រទៅលើ Channel និងវីដេអូខ្ញុំបាទប្រសិនបើជាពុកម៉ែមីងអ៊ំចង់ឧបត្ថម្ភខ្ញុំបាទអាចឧបត្ថម្ភទៅលើ AVA ឬក៏ AC ដែលខ្ញុំបាទបានដាក់នៅខាងលើបានជាចុងក្រោយសូមអរគុណសូមជម្រាបលា